ការលួចលក់ដីឬការលួចបញ្ចាំអចលនវត្ថុដែលមិនមែនជារបស់ខ្លួនត្រូវមានទោសយ៉ាងណាខ្លះមាត្រា255នៃច្បាប់ភូមិបាលបានចែងថាជនណាដែលបានលួចលក់ឬលួចបញ្ចាំអចលនវត្ថុដែលមិនមែនជារបស់ខ្លួនត្រូវមានទោសដូចខាងក្រោមនេះទីទូទៅក្នុងការរស់នៅប្រចាំថ្ងៃមនុស្សគ្រប់រូបរមែងតែងតែមានតម្រូវការរៀងៗខ្លួនហើយដើម្បីបំពេញតម្រូវការចាំបាច់នេះមានបុគ្គលខ្លះដាក់អចលនវត្ថុរបស់ខ្លួនសម្រាប់ជួលដើម្បីទទួលបានចំណូលនិងខ្លះទៀតយកអចលនវត្ថុនេះទៅដាក់បញ្ចាំដើម្បីយកប្រាក់ទៅដោះស្រាយបញ្ហាជាមួយនឹងនេះជនខិលខូចមួយចំនួនក៏ឆ្លៀតឱកាសនេះក្នុងការកេងចំណេញតាមរយៈឆក់បោកលួចលក់និងលួចបញ្ចាំអចលនវត្ថុរបស់អ្នកដទៃដោយគ្មានការឯកភាពពីម្ចាស់កម្មសិទ្ធិនោះឡើយតើការលួចលក់ឬលួចបញ្ចាំអចលនវត្ថុរបស់អ្នកដទៃអាចធ្វើទៅបានតាមរូបភាពណាខ្លះជាការពិតណាស់បើយើងយោងតាមច្បាប់ភូមិបាលត្រង់មាត្រា255បានចែងថាជនណាដែលបានលួចលក់ឬលួចបញ្ចាំអចលនវត្ថុដែលមិនមែនជារបស់ខ្លួនត្រូវផ្តល់ទានទោសដាក់ពន្ធនាគារចាប់ពី6ខែដល់3ឆ្នាំដែលមិនគិតពីភោជនកម្មដែលបណ្ដាលមកពីអំពើរបស់ខ្លួនឧទាហរណ៍លោកក៏បានដាក់បញ្ចាំងបានកម្មសិទ្ធិដីមួយកន្លែងដើម្បីខ្ចីប្រាក់ពីលោកខក្រោយមកដោយសារគំនិតទុច្ចរិតរបស់លោកខគាត់លួចលក់ដីនេះទៅឲ្យលោកកោដោយគ្មានការឯកភាពពីលោកកដែលជាម្ចាស់កម្មសិទ្ធិពិតប្រាកដនោះឡើយបញ្ជាក់ថាការលួចលក់ឬការលួចបញ្ចាំងអចលនវត្ថុរបស់អ្នកដទៃពុំមានការដឹងឮឬពុំមានការឯកភាពពីម្ចាស់កម្មសិទ្ធិនោះទេគឺជាអំពើខុសច្បាប់ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាននិងសំណងនានាដល់ភាគីរងគ្រោះផងដែរទន្ទឹមនឹងនេះមានករណីខ្លះទៀតជនខិលខូចបានធ្វើបានកម្មសិទ្ធិคล้ายៗដើម្បីយកទៅប្រើប្រាស់ក្នុងគោលបំណងលួចដាក់ដីធ្លីរបស់អ្នកដទៃដែរដីធ្លីនោះមិនមែនជាកម្មសិទ្ធិរបស់ខ្លួនជាហេតុនាំឲ្យអ្នកដែលទទួលទិញប៉ះពាល់របស់คล้ายៗខាត់ប្រយោជន៍ជាច្រើនហើយម្ចាស់កម្មសិទ្ធិទៅប្រកាសជំពាក់ជំពាន់ជាមួយបញ្ហាទាំងមិនដឹងខ្លួនគោលរំលឹកផងដែរថាកន្លងមកករណីបែបនេះធ្លាប់កើតមានឡើងរហូតហើយវាបានបង្កភាពចលាចលដល់សង្គមដែលនាំឲ្យម្ចាស់កម្មសិទ្ធិពិតប្រាកដទទួលរងការខូចប្រយោជន៍ជាច្រើនដោយសារទង្វើនេះតើអ្វីខ្លះជាដំណោះស្រាយសម្រាប់អ្នកទិញអចលនទ្រព្យដែលជួបបញ្ហាខាងលើនេះដូចនេះដើម្បីជាដំណោះស្រាយជីវក្នុងការជួបបញ្ហាខាងលើអ្នកទិញនិងអ្នកទទួលបញ្ជីកក់3ត្រូវដំណោះស្រាយទី1មុនទិញឬកក់ត្រូវឲ្យមេធាវីឬអ្នកជំនាញឆែកប្រវត្តិដីនិងឆែកបន្ទុកនៅមន្ទីរសុរិយោដីរាជធានីខេត្តជាមុនសិនទី2ទំនាក់ទំនងយកព័ត៌មានពីអ្នកជិតខាងទី3សាកសួរព័ត៌មាននានាជំវិញបញ្ហាខាងលើអំពីមេភូមិនិងមន្ត្រីមូលដ្ឋានទី4ត្រូវចេះផ្ទៀងផ្ទាត់មើលថាតើប្លង់នេះជាប្លង់ច្បាប់ដើមថតចម្លង